บางคนนี่ก็ជាទស្សនវិជ្ជានៅក្នុងក្រុងសៀមរាបបាទនៅថ្ងៃដំបូងនៃថ្ងៃអង្គរសង្ក្រាន្តហ្នឹងបងប្អូនគឺថ្ងៃទី14បាទហើយទស្សនវិជ្ជាហ្នឹងគឺជាពេលព្រឹកទេបងប្អូនពេលព្រឹកហើយឃើញថាតាមដងផ្លូវមួយចំនួនគឺនៅសាលានៅឡើយទេបាទហើយតាមដងផ្លូវមួយចំនួនក៏មានចរាចរណ៍យ៉ាងច្រើនបាទកន្លែងនេះគឺនៅម្ដុំផ្លូវចន្លងបងប្អូនផ្លូវ7មករាហើយដល់ផ្លូវកន្លែងអង្គរហើយចូលមកដល់ក្នុងក្រុងហើយបងប្អូនបាទនៅកន្លែងតាមផ្លូវដងផ្លូវនោះគឺមានគេលក់កាភ្លើងបាញ់ទឹកអីបាទហើយចាប់ផ្ដើមមានម៉ូតូឡានមកចាប់ផ្ដើមស្ទះបដាហើយបងប្អូននៅពេលព្រឹកណាបាទពីព្រោះថាថ្ងៃទី14នេះគឺគេចាប់ផ្ដើមលេងហើយបងប្អូនចាប់ពីម៉ោង9ម៉ោង10ឡើងទៅគេថាគេចាប់ផ្ដើមលេងល្បែងប្រជាប្រិយលេងអីនៅតាមមាត់ស្ទឹងហើយនឹងតាមតំបន់នានាផ្សេងបងប្អូនបាទអញ្ចឹងទស្សនវិជ្ជានេះចង់ជម្រាបជូនបងប្អូនពីស្ថានភាពចរាចរណ៍បាទហើយនៅព្រឹកថ្ងៃទី14ណាបងប្អូនបាទនៅក្នុងក្រុងសៀមរាបហើយថ្ងៃនេះខ្ញុំនឹងធ្វើការជិះទៅតំបន់ប្រាសាទបាទហើយនឹងមានវីដេអូរបស់ខ្ញុំជាច្រើនទៀតក្នុងថ្ងៃនេះបងប្អូននឹងធ្វើការ live ហើយនឹងធ្វើការថតជូនបងប្អូនទេសនាសម្រាប់បងប្អូនដែលបានមកលេងសៀមរាបក្តីឬក៏អត់បានមកលេងសៀមរាបក្តីអាចទេសនាតាមវីដេអូបងប្អូនហើយកុំភ្លេចជួយចែករំលែកទាំងអស់គ្នាផងបងប្អូនតាមផ្លូវនេះគឺផ្លូវទៅប្រាសាទអង្គរវត្តនេះស្អាតៗបងប្អូន